បងប្អូន Facebook យើងអាចបដូរ icon បានបងប្អូនបាទឃើញទេនេះបាទ8នេះបាទបើសិនបងប្អូនប្រើ Meta One បងប្អូនបាន8នេះបានទាំងអស់នេះបាទតែបើសិនយើងមិនបានប្រើ Meta One ទេបងប្អូនបាទគឺបានតែ2ទេបាទនេះបាទគឺបានតែ2ទេបាទដើម្បីបដូរបាន icon បងប្អូនចូល Facebook ទៅបាទជាដំបូងបងប្អូនចូល Facebook ទៅបាទចេះទៅបាទជួយឲ្យបងប្អូនចូលកន្លែងនេះមកបាទនេះត្រី3បាទចេះទៅបាទហើយបងប្អូនចូលកន្លែងនេះ setting and privacy បាទហើយចុចចឹងហើយបងប្អូនមើលមកពីលើមកមើលថាពាក្យនេះ app icon នេះបាទចេះទៅបាទបាទដូចខ្ញុំបានតែ2ទេបាទគឺខ្ញុំបានប្រើ Meta One ទេបាទខ្ញុំបានប្រើ Meta One ទេបាទហើយយើងចុចបដូរមកបាទនេះចេះទៅបាទចុចឲ្យបងប្អូន save មកចុច save នេះបងប្អូនចុច OK ទៅបាទប្រឹងឥឡូវនេះចូលទៅមើល icon យើងបាទនេះបាទគេនេះបដូរបានហើយបាទសូមបញ្ជាក់បងប្អូនទេបាទបើបងប្អូនបដូរ icon នេះបងប្អូនត្រូវ update ទៅ version ចុងក្រោយបាទហើយក្នុងវីដេអូនេះគឺមានតែប៉ុណ្ណឹងបាទសូមបងប្អូនជួយចែករំលែកផងអរគុណសូមជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយ